កងកម្លាំងអាមេរិកវាយប្រហារអ៊ីរ៉ង់បំផ្លាញនាវាចម្បាំងផាំ4គ្រឿងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងថាកងកម្លាំងអាមេរិកបានបាញ់ពន្លិចនាវាចម្បាំងរបស់អ៊ីរ៉ង់ចំនួន9គ្រឿងនិងបានកំទេចទីស្នាក់ការកងទ័ពជើងទឹករបស់អ៊ីរ៉ង់មួយផ្នែកធំការអះអាងនេះត្រូវបានលោក Trump លើកឡើងកាលពីថ្ងៃអាទិត្យទី1ខែមិនិនាឆ្នាំ2026តាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិក Axios លោក Donald Trump បានទៅសេលើបណ្ដាញសង្គម Truth Social ថាខ្ញុំទៅតែបានទទួលព័ត៌មានថាយន្តបានបំផ្លាញនិងបាញ់ពន្លិចនាវាចម្បាំង9គ្រឿងរបស់អ៊ីរ៉ង់នៅក្នុងការវាយប្រហារផ្សេងមួយទៀតយន្តក៏បានកំទេចទីស្នាក់ការកងទ័ពជើងទឹករបស់ពួកគេមួយផ្នែកធំផងដែរបន្ថែមពីនេះលោក Trump បានប្រាប់ទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យដដែលថាមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ចំនួន48នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសដែលអាមេរិកបានអនុវត្តរួមជាមួយអ៊ីស្រាអែល។